រឿងសង្គ្រាមអាទិភាពរវាងយក្សនិងទេវតាបែបព្រេងនិទាននៅដើមកាលទាល់តែសកលលោកទើបកើតមាននគរខាងលើនៃទេវតាដឹកនាំដោយលោកព្រះឥន្ទរីករាយសុខសាន្តមានសន្តិភាពគ្រប់ជ្រុងជ្រោយតែជិតភ្នំមហាអសុរកម្មខាងបាតលោកមានយក្សធំនៅជាអធិរាជឈ្មោះថារង្វេសៈដែលមានកម្លាំងអស្ចារ្យមានកងទ័ពយក្សរាប់ពាន់ជើងហើយចង់គ្រប់គ្រងលោកទាំង3មួយថ្ងៃឥន្ទ្រប្រជុំអង្គទេវតាទាំងអស់ដើម្បីពិភាក្សាអំពីការបង្ក្រាបយក្សអង្គព្រះព្រហ្មប្រាប់ថាព្រោះយក្សនោះអង្គហួសព្រំដែនកាលណាចង្រៃនឹងនាំអន្តរាយដល់សិទ្ធិសន្តិភាពកងទ័ពទេវតាចូលរៀបចំប្រដាប់អាវុធខ្សែព្រះគុំសិទ្ធបន្ទាប់មកព្រះឥន្ទ្របញ្ជាឲ្យឆ្លងឆ្ពោះទៅគង់នៃយក្សសង្គ្រាមផ្ទុះឡើងពេលព្រះឥន្ទ្រប្រយុទ្ធជាមួយរង្វេសៈទេវតាដាក់គំនាសបញ្ច្រាស់ខ្យល់ភ្លៀងនិងភ្លើងព្រោះយក្សប្រើអំណាចដាក់ព្យុះធ្វើឲ្យផែនដីធ្លាក់ស្មៅនឹងភ្នំព្រះបាក់យប់មួយពេលយក្សបន្តអស់កម្លាំងព្រះឥន្ទ្រប្រោសបាយបំភាន់ដោយពន្លឺព្រះអាទិត្យខ្លែងគ្រឿងអាវុធពិសេសវេកបាញ់ត្រង់ចំណុចខ្សោយរង្វេសៈស្រែកមួយឡើងហើយធ្លាក់ចុះក្នុងអណ្ដូងភ្នំជ្រៅបំផុតសង្គ្រាមបញ្ចប់ទេវតាឈ្នះសិទ្ធិសន្តិភាពវិញតែព្រះឥន្ទ្រប្រកាសថាសេចក្តីល្អមិនអាចរស់បានដោយអំណាចតែប៉ុណ្ណោះសម័យសន្តិភាពត្រូវមានការចេះអភិវឌ្ឍគំនិតព្រះហិតនិងការអត់ធ្មត់ជាគោលហេតុនេះហើយបានជាពិភពលោកមានទាំងពន្លឺនិងងឹតមានទាំងសន្តិភាពនិងជម្លោះដើម្បីសង្ស័យនិងសិក្សាពិតតាមចិត្តមនុស្សចប់